រឿងសាសនាងងឹតមិនត្រឹមតែដាក់បញ្ចាំងនៅក្នុងស្រុកទេថែមទាំងយកទៅដាក់បង្ហាញនៅក្នុងពិព័រណ៍ភាពយន្តទីក្រុងហុងកុងនាថ្ងៃទី17ដល់ថ្ងៃទី20ខែមីនាឆ្នាំ2025ពេលខាងមុខនេះរឿងសាសនាងងឹតដែលកំពុងតែចាក់បញ្ចាំងនៅក្នុងស្រុកប្រហែលមួយសប្តាហ៍នេះក៏លេចលឺដំណឹងថារឿងសាសនាងងឹតនឹងនាំយកទៅបង្ហាញក្នុងពិព័រណ៍ភាពយន្តទីក្រុងហុងកុងនាថ្ងៃទី17ដល់ថ្ងៃទី20ខែមីនាឆ្នាំ2025ពេលខាងមុខនេះបើយោងតាមបទសម្ភាសន៍របស់លោកលៀកលីណាបានបញ្ជាក់ថាភាពយន្តដែលមានគុណភាពគ្រប់គ្រាន់សម្រាប់ទីផ្សារខ្លួនឯងនិងទីផ្សារនៅស្រុកក្រៅដែលទទួលយកបាននោះមិនមែនទាល់តែសាច់រឿងថ្លៃទើបអាចយកទៅខាងក្រៅបាននោះទេសំខាន់រសជាតិនៃសាច់រឿងត្រូវចំណន់ចំណូលចិត្តរបស់អ្នកទស្សនាឬអត់ជាមួយនឹង script របស់រឿងល្អហើយយើងត្រូវបន្ថែមគុណភាពលើការផលិតបូករួមទេពកោសល្យរបស់តួសម្ដែងនីមួយៗផងដែរលោកលៀកលីណាក៏បានបញ្ជាក់ទៀតថាជាធម្មតាមុននឹងធ្វើការនាំរឿងចេញទៅបង្ហាញនៅខាងក្រៅតំបន់គឺយើងចាំបាច់ត្រូវតែបង្ហាញក្នុងតំបន់យើងសិនទើបអាចនាំចេញទៅខាងក្រៅបាននៅក្នុងខែមីនានេះមាន event ធំមួយគឺ Hong Kong Film Mart លោកក៏មានកម្រងពំនាំយករឿងសាសនាងងឹតនេះទៅបង្ហាញនៅទីនោះដែរទីផ្សារភាពយន្តនិងទូរទស្សន៍អន្តរជាតិហុងកុង Film Mart គឺជាទីផ្សារមាតិកាកម្សាន្តឈានមុខគេរបស់អាស៊ីដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុងវាបម្រើជាវេទិកាកម្ពុជាសម្រាប់អ្នកផលិតអ្នកចែកចាយវិនិយោគិននិងអ្នកជំនាញទូទាំងពិភពលោកដើម្បីបង្ហាញពីភាពចម្រុះនៃមាតិកាឆ្លងប្រព័ន្ធផ្សព្វផ្សាយរួមទាំងភាពយន្តកម្មវិធីទូរទស្សន៍និងការកម្សាន្តបែប Digital ដោយឡែកយើងបកមកមើលពីគុណភាពនៃសាច់រឿងសាសនាងងឹតនេះវិញវាមានចំណុចខ្លាំងជាច្រើនដែលធ្វើឲ្យវាមានភាពគួរឲ្យចាប់អារម្មណ៍និងទាក់ទាញអ្នកមើលរឿងសាសនាងងឹតរឿងនេះបង្ហាញពីប្រធានបទដែលជាប់ពាក់ព័ន្ធនឹងសាសនាអិសីអគិនេយ៍និងអំពើអាក្រក់ដែលបង្កើតអារម្មណ៍អកំបាំងនិងរន្ធត់ព្រឺព្រួចសេចក្តីជំនឿការកាន់សាសនារួមបញ្ចូលជាមួយនឹងបរិយាកាសងងឹតអ្វីដែលពិសេសនោះគឺការសម្ដែងរបស់តួអង្គសំខាន់ៗធ្វើឲ្យអ្នកទស្សនាអាចស្វែងយល់អំពីការចងភ្ជាប់នឹងអារម្មណ៍រន្ធត់និងភ័យខ្លាចនិងចង់ដឹងចង់ឃើញដល់ចុងបញ្ចប់សាច់រឿងទាំងមូលក៏បានបង្ហាញពីការប្រកួតប្រជែងរវាងសេចក្តីល្អនិងអំពើអាក្រក់ជាក់ស្ដែងក្នុងសង្គមផងដែរអ្នកវិនិយោគិនផ្ទាល់របស់ក្រុមហ៊ុន B Thailand ក៏បានលើកឡើងថាការវិនិយោគជាមួយផលិតកម្ម LD ដែលជាផលិតកម្មឈានមុខគេក្នុងស្រុកគឺដោយសារតែភាពជឿជាក់លើការផលិតនិងគុណភាពបូករួមជាមួយនឹងបទពិសោធន៍ផលិតយូរឆ្នាំដោយពីមុនធ្លាប់តែសហការផលិតភាពយន្តភាគប៉ុន្តែពេលនេះគឺជាឱកាសលើកទី1របស់លោកដែលវិនិយោគលើភាពយន្តដុំហើយជាក់ស្ដែងនោះគឺពិតជាមិនខកចិត្តនោះទេដោយសារតែសាច់រឿងមានគុណភាពនិងគុណភាពតួសម្ដែងលោកក៏បានបន្ថែមទៀតថានៅពេលខាងមុខក្រុមហ៊ុន B Thailand នៅតែមានគម្រោងបន្តសហការជាមួយដៃគូដើម្បីផលិតភាពយន្តបន្ថែមទៀត